ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកទៀតហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺថាអង្គុយសុកគឺនឹកឃើញឃ្លានចង់ញ៉ាំមីស៊ូបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតើយើងចាប់ផ្ដើមមើលសកម្មភាពធ្វើទាំងអស់គ្នាបងប្អូនអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានស្បែកជ្រូកកាជាកដលមីស៊ូនិងជ្រូកបងប្អូនហើយយើងដាក់ខ្លាញ់ចាក់ខ្ទឹមចូលបងប្អូនកូរវាឲ្យសព្វឲ្យឡើងឈ្ងុយបងប្អូនកូរវាមកហើយក៏យើងចាប់តាមចាក់ស្ករចូលបងប្អូនទាំងគ្នាដើម្បីកម្លោចវាឲ្យឡើងជើងក្រងហើយចាំយើងដាក់សាច់ជ្រូកចូលបងប្អូនដូចបងប្អូនមើលនៅក្នុងវីដេអូនេះអញ្ចឹងណាយើងដាក់សាច់ជ្រូកចូលបងប្អូនកាត់ទៅបងប្អូនដាក់សាច់ជ្រូកចូលហើយក៏ឆាវាឲ្យឈ្ងុយឲ្យឡើងឈ្ងុយបងប្អូនបន្តមកទៀតក៏យើងចាប់ដើមបន្តដាក់អីគេហៅអីគេបងប្អូនផ្លេចបាត់នេះដូចជាកាជាកដលហើយនឹងស្បែកជ្រូកបងប្អូននឹងស្បែកជ្រូកបងប្អូនយើងក៏បានដាក់វាហើយយើងឆាវាកទីបងប្អូនកវាឲ្យឡើងឈ្ងុយឲ្យសាច់ឲ្យឆ្អិនសាច់អីអញ្ចឹងបងប្អូនដូចបងប្អូនមើលនៅក្នុងវីដេអូនេះអញ្ចឹងណាហើយក៏យើងចាប់ដើមដាក់គ្រឿងបងប្អូនគ្រឿងនេះគឺខ្ញុំលាយរួចសាច់គឺមានប្រេងខ្យងម្រេចស្ករទឹកត្រីបងប្អូនទាំងអស់គ្នាហើយរ៉ូតម្សៅរ៉ូតខ្នុរបងប្អូនឬក៏រ៉ូឌីអីហ្នឹងឯងបងប្អូនហើយបងប្អូនដាក់វាឲ្យកូរវាឲ្យសព្វបងប្អូនគឺថាក្លិនឈ្ងុយខ្លាំងមែនទែនបងប្អូនហើយកូរវាឲ្យសព្វឲ្យចូលគ្រឿងល្អបងប្អូននេះយើងកំពុងតែកូរវាបងប្អូនបងប្អូនមានបកាដែរបងប្អូនបកាក្រៀមដែរអញ្ចឹងណាបងប្អូនដើម្បីដាក់វាឲ្យបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់បងប្អូនមកយើងចាក់ដើមចាក់ទឹកយើងចូលបងប្អូនចាក់ទឹកទៅអញ្ចឹងបន្ទាប់ពីយើងកូរវាឲ្យសព្វចូលគ្រឿងហើយយើងចាប់ដើមដាក់ទឹកបងប្អូនដើម្បីពងរងាស់វាឲ្យឆ្អិនសាច់បន្តិចទេបងប្អូនវាចោលហើយយើងចាប់ដើមហើយយើងដាក់ទឹកស្អ៊ីវបន្តិចបងប្អូនហើយខ្ញុំក៏បានបន្ថែមទឹកស្អ៊ីវបន្តិចដែរបងប្អូនដើម្បីឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់មកបងប្អូនទាំងអស់គ្នាក៏ខ្ញុំក៏បានបិទក្រោបបងប្អូនបិទក្រោបហើយក៏នៅពេលដែលទឹកវារៀងបន្តិចខ្ញុំក៏ចាប់ដើមដាក់មីស៊ូបងប្អូនដាក់មីស៊ូចូលទៅយើងកុំឆាជាមួយគាត់យើងច្បល់បានហើយបងប្អូនព្រោះមីស៊ូនេះពេលដែលឆាទៅខ្លាចវាអត់សាច់វាអត់វាទៅជាតុនទៅបងប្អូនវាអត់ស្វិតទេជុំតទៅខ្ញុំឆាចូលឲ្យយំវាហើយក៏បានចាប់ដើមទុកឲ្យបន្តិចបងប្អូនពងឲ្យលើភ្លើងបន្តិចទៅក៏យើងចាប់ដើមដាក់ស្លឹកខ្ទឹមចូលបងប្អូនដើម្បីបង្កើនរសជាតិឲ្យកាន់តែឈ្ងុយបងប្អូនហើយមើលទៅគួរចង់ញ៉ាំតែម្ដងបងប្អូនដូចបងប្អូនមើលក្នុងវីដេអូនេះអញ្ចឹងបងប្អូនដល់មកទៀតឥឡូវនេះគឺយើងចាប់ដើមចម្អិនរួចរាល់ហើយតើឥឡូវយើងចូលដល់វគ្គញ៉ាំម្ដងគឺថាទំនងខ្លាំងមែនទែនបងប្អូនហើយគួរចង់ញ៉ាំណាឈ្ងុយខ្លាំងឆាមីស៊ូបងប្អូនបងប្អូនអាចសាកធ្វើញ៉ាំទៅតែខ្លួនឯងបានបងប្អូន
បងប្អូនអ្នកគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺឈានចូលមកដល់ទីបញ្ចប់ហើយបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបងប្អូនអ្នកគ្នាជម្រាបលាបងប្អូនអ្នកគ្នា